បាទសួស្តីនឹងសូមស្វាគមន៍មកកាន់វីដេអូរ៉ូនុយដាក់បកាយបងប្អូនហើយនេះគឺជាសកម្មភាពពួកខ្ញុំពីរនាក់កំពុងតែទៅរ៉ូនុយសម្រាប់យើងដាក់បកាយយប់នេះអញ្ចឹងណាបងប្អូនហើយយើងទៅរ៉ូហ្នឹងទៅរ៉ូអានុយដែលយើងឃើញពីព្រឹកដែលវាលងទឹកហៅនុយលងទឹកហ្នឹងវាអត់ទៅណារួចទេបងប្អូនវានៅបដុំគ្នាដូចភ្នំយ៉ាងហ្នឹងនេះហើយខ្ញុំឲ្យពួកម៉ាក់ខ្ញុំវាទៅយកណាហើយខ្ញុំជឿថាបងប្អូនខ្លះក៏ខ្លាចសត្វចលែនដែរសម្រាប់ពួកខ្ញុំស៊ាំហើយបងប្អូនតែដោយសារតែនុយយើងទូចពេកបងប្អូនហើយយើងចង់បានអានុយធំសម្រាប់យើងទុកដោតនុយអញ្ចឹងអាទូចត្រីក៏វាស៊ីដែរប៉ុន្តែវាអត់សូវល្អដូចអានុយយើងធំទេហើយយើងរើសយកតែខ្លះហើយទុកចោលខ្លះអញ្ចឹងណាហើយយើងទៅរោមើលជីកតាមតបោកទៀតជីករោអាននុយណាដែលវាធំហើយទឹកឡើងអញ្ចឹងសបោបងប្អូនអើយជីកតែ2-3ជំនីហ្នឹងបានហើយនេះហើយបើយើងនិយាយពីស្រូវនៅវាលខាងកើតភូមិនេះបងប្អូនអើយមិនបាច់និយាយទេមួយគឺក្របទឹកបណ្ដោយណាហើយនេះគឺសកម្មភាពកំពុងតែជីកនុយហើយវាជីកវាមើលអត់មើលនុយទេបងប្អូននុយនឹងក្រោមជើងវាឡើងប៉ុណ្ណាណៃតែវាមើលអត់ឃើញដល់ពេលខ្ញុំដើរមើលមកឃើញណាហើយមួយទៀតបងប្អូននៅតំបន់ខាងខ្ញុំហ្នឹងគេចូលចិត្តដាក់តែនុយចលែនទេបងប្អូននុយចលែនហើយនុយកូនកែប៉ុន្តែខែនេះដឹងស្រាប់ហើយខែទឹកលិចអញ្ចឹងដាក់នុយកូនកែបក៏វាអត់ស៊ីដែរតើនុយចលែនហ្នឹងហើយបងប្អូនហើយនុយកូនកែបលុះត្រាតែយើងខែវាស្រកខែធ្លាក់ខ្យល់ហើយទឹកស្រកអាហ្នឹងបើយើងដាក់នុយកូនកែបគឺស៊ីមែនទេបងប្អូនតែខែនេះខែទឹកឡើងអញ្ចឹងយើងត្រូវតែដាក់នុយចលែនហើយបងប្អូនខ្លះគាត់អត់ហូបទេឲ្យតែត្រីហូបចលែនមិនថាអ្នកក្រុងឬក៏អ្នកស្រែអីគាត់ហូបទេអាត្រីស៊ីនុយចលែនប៉ុន្តែខាងខ្ញុំអត់អីទេហូបបានទាំងអស់ហើយនេះគឺវាលស្រែបងប្អូននេះហើយទៅដាក់ជីបានប្រហែលជាកន្លះខែបើយើងនិយាយពីប្លង់ថតពេលល្ងាចស្អាតបងប្អូនយើងមានព្រះអាទិត្យលិចអញ្ចឹងទៅហើយយើងមានវាលស្រែពេលល្ងាចអីធ្វើការមកវិធ្វើការ stress ហត់នឿយអីជិះមកវាលស្រែតែមួយផ្លេតគឺអស់អារម្មណ៍នឿយហត់នឹងម្ល៉េះហើយឥឡូវព្រៃក៏វារៀងស្ងាត់ដែរនេះអានេះគឺដើមគេដើមទៅសេកហ្នឹងបងយើងបន្ទាប់ពីយើងទៅជីកនុយហើយយើងជិះម៉ូតូមកវិញយើងឃើញអ៊ំប្រុសគាត់កំពុងតែលើកស្បៃសាបគាត់គាត់ចូលសិតតែអីគេកូនកូនត្រីក្រាញ់អូយសម្បូរបងប្អូនទឹកវាឡើងវាចុះតាមទឹកសម្បូរបន្ទាប់ពីយើងជិះបានមកដល់កន្លែងហ្នឹងនេះមកមើលក្មេងៗគេលេងទឹកសប្បាយរបស់គេអញ្ចឹងទៅបាយវីដេអូមានប៉ុណ្ណឹង